សូមគោរពជំរាបសួរដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញដែលទទួលការចែកចាយផ្ទាល់ពីគិរីកម្ពុជាជាទីគោរពថ្ងៃនេះខ្ញុំមានកិត្តិយសក្នុងការជម្រាបជូនពីការប្រកាសនៅការដាក់ដំណើរការអនុវត្តការងារជំហានទី1របស់គិរីកម្ពុជាដើម្បីតមម្ដាយផ្ទាល់ជូនដល់កម្មការនីក៏ដូចជាបងប្អូនប្រជាពលរដ្ឋដទៃទៀតដែលស្នាក់នៅបន្ទប់ជួលផ្ទះជួលនៅក្នុងដែនអាជ្ញាប័ណ្ណដែលគិរីកម្ពុជាជាអ្នកចែកចាយដោយផ្ទាល់ក្នុងយន្តការនេះគឺអ្នកតែប្រើប្រាស់ថាមពលមិនលើសពី50គីឡូវ៉ាត់ម៉ោងក្នុងមួយខែគឺថ្លៃ610រៀលក្នុង1គីឡូវ៉ាត់ម៉ោងចំពោះប្រជាពលរដ្ឋទាំងឡាយណាដែលប្រើប្រាស់ពី51គីឡូវ៉ាត់ម៉ោងក្នុងមួយខែទៅដល់200គីឡូវ៉ាត់ម៉ោងក្នុងមួយខែគឺត្រូវបង់ថ្លៃតែ720រៀលក្នុង1គីឡូវ៉ាត់ម៉ោងប្រជាពលរដ្ឋទាំងឡាយណាដែលប្រើលើសពី200គីឡូវ៉ាត់ម៉ោងបង់ថ្លៃ820រៀលដោយពឹងផ្អែកទៅលើសម្ភារៈនៅក្នុងឃ្លាំងអគ្គិសនីកម្ពុជាដែលមានស្រាប់បច្ចុប្បន្នហើយមិនរងចាំការបញ្ជាទិញបន្ថែមដែលសម្ភារៈដទៃទៀតនឹងមកដល់ក្នុងពេលជាង1ខែទៀតនេះយើងអាចចាប់ផ្ដើមកិច្ចការជំហានទី1នេះបានដោយអគ្គិសនីកម្ពុជាសូមចែកមុខព្រួញជា2មុខព្រួញទី1គឺការធ្វើការជាមួយនឹងម្ចាស់ផ្ទះដើម្បីពិនិត្យហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់គាត់ដែលមានស្រាប់ដើម្បីឈានទៅកំណត់ថ្លៃសងជាសំណងជូនគាត់ទី2គឺមុខព្រួញក្នុងការទទួលពាក្យតចរន្តនិងការភ្ជាប់ចរន្តជូនបងប្អូនកម្មករនៅក្នុងកិច្ចការទាំងពីរនេះក្នុងជំហានទី1នេះអគ្គិសនីកម្ពុជាសូមប្រកាសយកថ្ងៃប្រហោះទី29ខែមករាឆ្នាំ2015គឺសប្តាហ៍ក្រោយនេះដើម្បីធ្វើកិច្ចការនេះទន្ទឹមគ្នាក្នុងកិច្ចការជាមួយនឹងម្ចាស់ផ្ទះជួលឬបន្ទប់ជួលគឺពីថ្ងៃទី29ខែមករាឆ្នាំ2015សប្តាហ៍នេះក្រោយតទៅអគ្គិសនីកម្ពុជានឹងធ្វើការជាមួយអាជ្ញាធរដែនដីដែលមានសង្កាត់និងខណ្ឌចុះទៅជួបម្ចាស់ផ្ទះជួលបន្ទប់ជួលចន្លោះម៉ោងពី8កន្លះព្រឹកដល់ម៉ោង12ថ្ងៃត្រង់នៅពេលរសៀលយើងនឹងធ្វើការជាមួយនឹងម្ចាស់ផ្ទះជួលបន្ទប់ជួលចាប់ពីម៉ោង2កន្លះដល់ម៉ោង4ល្ងាចរៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យធ្វើការអត់មានអាទិត្យសៅរ៍ទេដើម្បីធ្វើការកំណត់នៅសំណងដែលត្រូវជូនទន្ទឹមនឹងពេលនេះដែរចាប់ពីថ្ងៃប្រហោះដដែលទី29ខែមករាឆ្នាំ2015នេះក្រមបច្ចេកទេសរបស់គិរីកម្ពុជាគឺត្រូវចុះធ្វើការ3ក្រុមក្នុង3ខណ្ឌដែលមួយក្រុមមាន8នាក់ហើយមាន10ក្រុមទាំងអស់មាន240នាក់ក្នុងម៉ោងពី4កន្លះដល់8កន្លះល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ហើយពីម៉ោង8ដល់ម៉ោង5សម្រាប់ថ្ងៃអាទិត្យដើម្បីទទួលពាក្យបន្តចរន្តពីបងប្អូនកម្មការនីទាំងអស់ហើយនឹងភ្ជាប់ចរន្តជូនពួកគាត់ខណ្ឌដែលយើងជ្រើសរើសសម្រាប់កិច្ចការទាំងអស់ខាងលើនេះគឺមាន3ខណ្ឌរួមមាននៅខណ្ឌដង្កោយើងជ្រើសរើសយកសង្កាត់ដង្កោនៅខណ្ឌមានជ័យយើងជ្រើសរើសយកសង្កាត់ចាក់អង្រែលើនិងសង្កាត់ចាក់អង្រែក្រោមខណ្ឌឫស្សីកែវយើងជ្រើសរើសយកសង្កាត់ទួលសង្កែការជ្រើសរើសសង្កាត់ទាំងអស់នេះគឺសំដៅទៅលើអតិភិបលើការធ្វើកិច្ចការជាបន្ទាន់ដែលមានផ្អែកលើមូលដ្ឋាននៃសម្ភារៈដែលមានស្រាប់គឺសំដៅទៅលើទីតាំងកម្មករដែលជួលផ្ទះកម្មការនីដែលជួលផ្ទះបន្ទប់នៅមានចំនួនច្រើនជាងគេដូច្នេះអតិភិបការងារនេះនឹងត្រូវឈានទៅមុខមួយជំហានក្នុងសប្តាហ៍ក្រោយនេះគឺថ្ងៃប្រហោះទី29ខែមករាឆ្នាំ2015សង្ឃឹមថាក្រុមការងាររបស់យើងខ្ញុំនឹងទទួលបានការសហការគាំទ្រពេញលេញពីអាជ្ញាធរដែនដីពីបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះជួលបន្ទប់ជួលក៏ដូចជាកម្មការនីទាំងអស់ហើយនឹងសង្ឃឹមថានឹងទទួលបាននៅជោគជ័យ 100% ដោយការគ្រោងទុកអាស្រ័យលើវឌ្ឍនភាពនៃជោគជ័យក្នុងកិច្ចការជំហានទី1នេះអគ្គិសនីកម្ពុជានឹងធ្វើការប្រកាសជូននៅផែនការជំហានទី2ជាបន្តបន្ទាប់នៅពេលខាងមុខទៀតសូមអរគុណ